ما تخلينيش كده وحدي في حالة تقول لي ايه تقول لي ទឹកចិត្តគ្រូទូរគីរបស់ខ្ញុំនេះនិយាយថាដើម្បីឲ្យកូនសិស្សទៅស្រែបោះជុំគ្នាញាត់ពួកខ្ញុំចូលក្នុងឡានគាត់ម្នាក់អង្គុយនៅក្រោយគូតឡានផងហើយក្នុងឡាននឹងនិយាយថាហប់សាហាវហើយហ្នឹងហើយគាត់ចង់ឲ្យពួកខ្ញុំទៅស្រែបោះបានជុំគ្នាមកសិស្សយើងបរទេសគ្នាយើងអញ្ចឹងណាខ្ជិលឲ្យថាមានសិស្សជាតិទូរគីមកលីឡំអីចឹងគ្រូទូរគីខ្ញុំទាំងអស់គឺគាត់យល់ពីពួកយើងជាសិស្សអាស៊ីមែនទែនវាថាទៅជុំគ្នាអីហ្នឹងគាត់រៀបមកពីក្រុមយើងទៅមកក្រុមមកគ្នាយើងអាស៊ីគ្នាយើងសិស្សបរទេសទៅមកក្រុមទៀតគាត់លីឡំជាមួយនឹងបារាំងទូរគីអញ្ចឹងណាលើកនេះលីឡំតែពួកខ្ញុំទេហើយមានសិស្សអាស៊ីខាងអាហ្វ្រិកាលីឡំគ្នាអីចឹងទៅហើយថ្ងៃហ្នឹងពួកគាត់ហើយពួកខ្ញុំទៅស្រែបោះជុំគ្នានិយាយថាឡើងគាត់តូចហើយខ្ញុំនឹងជាចំណែកលើនឹងស្រួលតែអង្គុយលើកផ្លូវគេក៏បានដែរគ្រូខ្ញុំនឹងគាត់ថាទៅខ្សែ4នោះពួកខ្ញុំជិះឡានក្រុងទៅខែហប់វាក្តៅអីចឹងទៅប៉ុន្តែនេះមកជិះឡានគាត់មាននិយាយថាហប់សាហាវហ្មងហប់មិនបំម្នាក់អង្គុយលើកផ្លូវគ្នានឹងហើយឡានតូចជាមួយនេះមើលតែទឹកទៀតទៅដឹងហើយនេះនៅគូតឡាន2នាក់អាពេលទៅមិត្តភក្តិខ្ញុំនៅគូតឡានអាពេលមកវិញនឹងតែវិញខ្ញុំហើយបងប្អូនដូរគ្នាម្ដងម្នាក់សំខាន់ពួកខ្ញុំចង់ទៅជុំគ្នាអញ្ចឹងមានតែធ្វើវិធីហ្នឹងឯងហើយខ្ញុំស្រឡាញ់គ្រូខ្ញុំមែនទែនគ្រូខ្ញុំម្នាក់នេះគឺគាត់បែរលក្ខណៈថាគ្រូបែប Gen Z ចូលចិត្តថតវីដេអូចូលចិត្តថតមែនទែនហើយ vlog អីពួកគាត់បកកាយហើយឃើញពួកយើងជាសិស្សបរទេសទៀតគាត់នាំពួកខ្ញុំណែនាំខ្លួនជាភាសាទូរគីហើយលក្ខណៈថាណែនាំឈ្មោះគាត់អីទៅហើយគាត់ឲ្យពួកខ្ញុំស្រឡាញ់ឲ្យពួកខ្ញុំនិយាយថាខ្ញុំស្រឡាញ់អ្នកគ្រូឈ្មោះទីនេះអីចឹងទៅយល់គាត់យកចិត្តពួកខ្ញុំខ្លាំងមែនទែនហ្មងណាឃើញអត់នេះម្ដងហើយខ្ញុំនិយាយថាខ្មាស់សាហាវបងប្អូនលក្ខណៈថាវាបន្ត live បន្តពេកធ្វើវីដេអូខុសហើយសំខាន់អាកាសធាតុត្រជាក់ខ្លាំងហ្មងណាហើយម្នាក់រុញដៃរុញជើងហើយម្ចាស់ផ្ទះក៏គាត់មកហើយអញ្ចឹងពួកខ្ញុំចូលខាងក្នុងដើម្បីរៀបចំត្រៀមខ្លួន iftar ឬក៏ស្រែបោះជុំគ្នាសំខាន់វីដេអូអត់ទាន់ចប់ទេដោយសារថតខុសច្រើនណាស់បងប្អូនហើយ Sizi çok seviyorum kızlarım. មកចូល iftar មកមកញរុំហ្នឹងហើយអូមកហូបញ៉ាំពីទៅពួកខ្ញុំចូលចិត្តមែនទេគាត់ដឹងថាយើងសិស្សអាស៊ីក្លៀនបែបមកហូបចឹងគាត់ធ្វើតម្រូវមកពួកខ្ញុំហ្មងណាគេមានសារម៉ានេះគេរុំជាមួយនឹងគេដាក់អង្គបាយក្នុងហ្នឹងហើយជាស្លឹកទៅពេលបញ្ជួយអញ្ចឹងណាហើយក្រហមហ្នឹងគឺគេហៅថាជីកូហ្វទេហ្នឹងមកពីនៃទូរគីហ្មងអាចទៅតែបងប្អូនទូរគីដឹងថាគាត់ទទួលភ្ញៀវដោយមកហូបហ្នឹងហ្មងហើយជាពិសេសសាឡនេះមកជាមួយចូល process សាឡប៉ាលឺរឿងហ្នឹងគឺសំខាន់ហ្មងដែលទទួលភ្ញៀវហ្នឹងមុននឹងហូបឲ្យទាំងអស់គឺត្រូវហុចទឹកសាឡហើយហូបទឹកសាឡជាមួយនឹងនំប៉័ងអីចឹងណាហើយសម្លរឿងដែលទូរគីហៅថា marginal process ហ្នឹងខ្ញុំមកដំបងអត់ចេះហូបទេភាគច្រើនក៏សិស្សបើតែអត់សូវចេះទេសម្រាប់ខ្ញុំមានតែឆ្នាំនេះនឹងឯងទៅចាប់ដើមចូលចិត្តហូបសាឡមួយនឹងដោយសារតែមាននំប៉័ងជ្រលក់មួយគ្នាអីចឹងណាហើយរសជាតិខ្ញុំពិបាកបរិយាយដែរបងប្អូនដោយសារតែវាអត់ស្តៀងជាមួយនឹងសាឡនៅស្រុកខ្មែរមិនតិចសោះហ្មងហើយហ្នឹងហើយនឹងគ្នាហូបសាឡជាមួយនំប៉័ងខ្ញុំថតតែសាឡនំប៉័ងចោលជាងគេដោយសារខ្ញុំឥឡូវចាប់ដើមចូលចិត្តហើយហ្នឹងហើយបងប្អូនបន្ទាប់ពីយើង iftar រួច salat រួចតែមកគុំរួចពួកខ្ញុំសម្រាប់ពោះបន្តិចហើយចាំម្ចាស់ផ្ទះគាត់យកទឹកតែឬក៏ទឹកកាហ្វេហើយនឹងមាននំន័យបន្តិចបន្តួចលាងមាត់អីចឹងណានេះជាទំនៀមទម្លាប់ប្រពៃណីរបស់ប្រជាជនទូរគីដែលគាត់ទទួលភ្ញៀវបងប្អូនអង្គុយជុំគ្នាចាំម្ចាស់ផ្ទះយកទឹកតែមកឲ្យចឹងណានាំគ្នាថតវីដេអូលេងព្រីតពេញនឹងនិយាយថាមិត្តភក្តិខ្ញុំទូរស័ព្ទទុកចោលបានទេគាត់និយាយទៅគ្នាគាត់អីចឹងនិយាយភាសាគេខ្លះទេហើយខ្ញុំចង់ថាហេតុអីម្ចាស់ផ្ទះធ្វើអីយូរម៉េចក៏គាត់ថាហៅអ្នកចិត្តខាងពី3ណាទៀតដើម្បីមកមើលពួកខ្ញុំនិយាយថាខ្ញុំមានអារម្មណ៍ថាពួកខ្ញុំដូចពួកតារាចឹងអង្គុយឲ្យខាងអ្នកទូរគីមើលមកពួកខ្ញុំអីចឹងណាពួកខ្ញុំថាអ៊ីនអ្នកអ៊ីនថាហៅពួកគាត់អង្គុយមើលពួកខ្ញុំមកហើយគាត់ថាចេះពួកគាត់ថាអត់ដែរឃើញសិស្សអាស៊ីជុំគ្នាអីចឹងណាហើយគាត់សប្បាយចិត្តមែនទែនដែរគាត់អញ្ជើញពួកខ្ញុំទៅ iftar ក៏ស្រែបបោះផ្ទះគាត់អីចឹងណាហើយគាត់ឃើញពួកខ្ញុំមកព្រមគ្នាចឹងហ្មងគាត់សប្បាយចិត្តហើយនិយាយលេងមួយពួកខ្ញុំច្រើនមែនទែននិយាយលេងជាមួយនឹងពួកយើងសួរពីនេះសួរពីនោះមកពីណាអីចឹងរៀនឆ្នាំទីម៉ានអីចឹងណាគាត់ចេះតែសួរអីចឹងទៅហើយនឹងហើយមាននំធីរ៉ាមីស៊ូហើយនឹងទឹកតែគេអត់ភ្លេចទេខ្ញុំរៀនផឹកទឹកតែបន្តិចម្ដងហើយខ្ញុំទៅរៀនហើយយើងទៅផ្ទះគេឲ្យផឹកទឹកតែរហូតចឹងទៅរៀនផឹកហើយឥឡូវដល់ពេលវេលារបស់ខ្ញុំទៅវិញហើយដល់វិញខ្ញុំអង្គុយនៅក្រោយគូតឡានម្ដងហើយត្រៀមចូលគូតឡានបិទគូតឡានដែរមិត្តភក្តិខ្ញុំយកកាបូបខ្ញុំដាក់ចូលខាងក្នុងអីចឹងណាកុំឲ្យវាចៀតពេកហើយសំខាន់ឡានគ្រូខ្ញុំក៏តូចមែនទែនហើយអង្គុយពីរអ្នកនៅខាងក្រោយនិយាយថាមិត្តភក្តិខ្ញុំដែលអង្គុយមួយគ្នានឹងគាត់ហត់មកបងនិយាយថាខ្ញុំអីតឹងទឹក iftar រួចតឹងពោះហើយមកអង្គុយវិជ្រាបគ្នាអញ្ចឹងហើយមើលទឹកមកគាត់ចង់សេបន្តិចយំបន្តិចសប្បាយចិត្តបន្តិចជួបគ្នាក្នុង vlog ក្រោយៗទៀតសេរីនៅក្នុងគូឡានតដែរ Guru Shurus Su olacak. Çorba.